ក្រសួងអប់រំដំណើរការសម្ដែងប្រឡងបាក់ឌុប2ថ្ងៃបញ្ចប់ដោយរលូនខណៈលទ្ធផលគ្រោងប្រកាសនៅថ្ងៃទី2ខែកញ្ញាដំណើរការសំណេរនៃការប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី10-11 ខែសីហាឆ្នាំ2026រយៈពេល2ថ្ងៃបានបញ្ចប់ទៅដោយរលូនសុវត្ថិភាពនិងមានរបៀបរៀបរយខ្ពស់ស្របតាមគោលការណ៍អ្នកចេះគឺជាប់តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំការប្រកាសឆ្នាំនេះមានបេក្ខជនចុះឈ្មោះសរុប 151,238 នាក់ស្រី 84,735 នាក់ស្មើនឹង244មណ្ឌលដោយមានអវត្តមានត្រឹម 0.89% ស្មើនឹង1.352 នាក់ក្នុងនោះមានបេក្ខជនមានបញ្ហាសុខភាព267នាក់និងករណីល្មើសបទបញ្ញត្តិដកហូតឧបករណ៍អេឡិចត្រូនិក12ករណីបេក្ខជន5ករណីនិងគណៈកម្មការ7ករណីដែលត្រូវបានចាត់វិធានការតាមផ្លូវច្បាប់បច្ចុប្បន្នហបសិនលកិច្ចការត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅតាមសាលាខេត្តដើម្បីត្រៀមដឹកជញ្ជូនមកភ្នំពេញសម្រាប់ដំណើរការកំណែខណៈលទ្ធផលប្រឡងគ្រោងនឹងប្រកាសផ្លូវការនៅថ្ងៃទី2ខែកញ្ញាឆ្នាំ2026